មិនទាន់ចាក់ឆ្ងាយពីរឿងស្នេហានិងរឿងអាស្រូវរបស់ស្ដេចរាមាទី10នោះទេបងប្អូនថ្ងៃនេះខ្ញុំបានឃើញអត្ថបទរបស់លោកម៉ៅវុទ្ធាមួយទៀតហើយដែលសរសេរអំពីមហេសីរបស់ស្ដេចរាមាទី10ទី2មហេសីទី2ដែលត្រូវបាននិរទេសចេញពីប្រទេសថៃជាមួយនឹងកូនប្រុសចំនួន4នាក់ទៀតហើយខ្ញុំក៏ទើបតែឃើញនៅពេលនេះដែរថាមហេសីទី2របស់ស្ដេចថៃនេះមានមុខយ៉ាងម៉េចព្រោះធ្លាប់តែឮគេនិយាយថាមហេសីទី2នេះគឺជាតារាសម្ដែងហើយគឺជាម្ដាយរបស់កូន5នាក់របស់ស្ដេចរាមាទី10ក្នុងចំណោម5នាក់នោះគឺម្នាក់គឺជាព្រះអម្ចាស់ក្សត្រីសិរិវ័នបុរីដែលសង្គមខ្មែរយើងតែងតែហៅថាព្រះនាងបង្ហាញម៉ូដនោះឥឡូវនេះខ្ញុំសូមបង្ហាញអំពីដំណើរប្រវត្តិរបស់មហេសីទី2របស់ស្ដេចថៃរាមាទី10ដែលបានឡើងខ្ពស់ផុតពពកទៅហើយបែរជាធ្លាក់ដល់ដីខ្លាយជាអ្នកទោសនិរទេសចេញពីប្រទេសថៃជាមួយនឹងកូនប្រុស4នាក់ទៅវិញលោកម៉ៅវុទ្ធាបានសរសេរថាសោកនាដកម្មរបស់ព្រះជាយាទី2របស់ស្ដេចមហាវិជ្ជរាលង្កនរាមាទី10របស់នគរសៀមដែលឡើងខ្ពស់ដល់ថ្នាក់កំពូលហើយបានធ្លាក់ខ្លាយជាអ្នកទោសត្រូវនិរទេសចេញពីស្រុកយ៉ាងតក់ក្រហល់បំផុតមហេសីទី2រូបនេះមានឈ្មោះថាសុចារណីវជ្រវង្សជាមាតានៃបុត្រទាំង5ដែលមានបុត្រា4និងបុត្រី1របស់ស្ដេចមហាវិជ្ជរាលង្កនរាមាទី10ហេតុអ្វីបានជារឿងរ៉ាវដែលកើតឡើងតាំងពី3ទសវត្សរ៍នេះនៅស្ថិតនៅក្នុងការចងចាំរបស់ប្រជាជនសៀមគ្រប់រូបហើយជាពិសេសនោះត្រូវបានគោះកកាយយកមករំលឹកឡើងវិញនៅក្នុងគណៈពេលដែលព្រះរាជពិធីបុណ្យសពរបស់សម្ដេចព្រះវររាជនីនាថសិរិគិតលោកម៉ៅវុទ្ធាបានសរសេរថាចម្លើយពិតប្រាកដសូមពិចារណាតាមការយល់ឃើញរៀងខ្លួនចោះនាងបានចាប់កំណើតនៅក្នុងឆ្នាំ1962នៅក្នុងរាជធានីបាងកកដោយមានឈ្មោះដើមពីកំណើតថាយុវធីតាផលប្រសើរហៅក្រៅថាបែនហើយនាងមានឈ្មោះមួយទៀតសុចារណីវិជ្ជរវង្សខ្ញុំសូមហៅឈ្មោះនាងថាសុចារណីទៅចោះដើម្បីងាយស្រួលនៅក្នុងការយល់ដោយមានមាតាជាអតីតអ្នកចម្រៀងសហសម័យល្បីឈ្មោះនៅក្នុងវងតន្ត្រីភិរមសុរផុនហើយត្រូវជាកូនចៅចំនួនក្រោយរបស់អតីតព្រះមហាក្សត្រសៀមតាក់ស៊ីនផងដែររីឯបិតារបស់នាងជានាយទាហាននិងជាអ្នកនិពន្ធបទភ្លេងព្រមទាំងជាតន្ត្រីករប្រចាំវង់ភ្លេងភិរមសុរផននេះផងដែរនៅក្នុងវ័យ15ឆ្នាំសុចារណីត្រូវបានគេណែនាំឲ្យចូលនៅក្នុងការងារសម្ដែងដោយដំបូងបានត្រឹមតែជាតួរងតែប៉ុណ្ណោះប៉ុន្តែដោយសារទេពកោសល្យសម្ដែងយ៉ាងល្អឥតខ្ចោះចូលនៅក្នុងវិស័យសម្ដែងបានត្រឹមតែ1ឆ្នាំរូបនាងបានដំឡើងឲ្យក្លាយជាតួឯកនៅក្នុងឆ្នាំ1978នៅក្នុងវ័យត្រឹមតែ16ឆ្នាំសម្ដែងតួឯកបានត្រឹមតែ 3-4 រឿងនាងសុចារណីត្រូវបានគេប្រសិទ្ធនាមថាជាយុវតារាសម្ដែងជួរមុខរបស់ឧស្សាហកម្មភាពយន្តនិងទូរទស្សន៍របស់ថៃហើយមានជំនឿអំពីអនាគតដ៏ភ្លឺស្វាងត្រចះត្រចង់របស់នាងនៅក្នុងវិស័យនេះប៉ុន្តែនៅក្នុងខែសីហាឆ្នាំ1979គ្រប់គ្នាបានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតារាកំពុងល្បីរូបនេះបានចេញប្រកាសជាផ្លូវការលាចាកពីវិស័យសម្ដែងភ្លាមការនោះមិនមាននរណាដឹងច្បាស់អំពីមូលហេតុនៃការចាក់ចេញអំពីការងារដែលកំពុងទទួលបានជោគជ័យខ្លាំងនោះទេតាមការពិតទៅមូលហេតុផ្ទាល់ខ្លួនដែលរូបនាងបានអះអាងនៅក្នុងការលាចាកពីពិភពសម្ដែងនោះគឺការមកសាងទ្រនំស្នេហាជាមួយនឹងព្រះរាជទាយាទនៃរាជវង្សចក្រីរបស់នគរសៀមគឺស្ដេចមហាវិជ្ជរាលង្កនរាមាទី10បច្ចុប្បន្នប៉ុន្តែស្នេហារបស់នាងជាមួយនឹងរាជទាយាទនេះគឺធ្វើឡើងដោយលក្ខណៈសម្ងាត់បំផុតព្រោះថាការនោះរាជទាយាទមានមហេសីរួចទៅហើយដែលត្រូវជាជីដូនមួយខ្សែខាងព្រះមាតាទោះបីជាស្នេហាលួចលាក់យ៉ាងណាក៏ដោយសុចារណីក៏បានឲ្យកំណើតកូនប្រុសច្បងរបស់រាជទាយាទដែលអ្នកដឹងរឿងទាំងអស់ជឿថានឹងក្លាយជាបេក្ខជនរាជទាយាទបន្តបើទោះបីជារូបនាងមិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការយ៉ាងណាក៏ដោយក្រោយៗមកសុចារណីនាងក៏បានផ្ដល់កំណើតដល់បុត្រាបុត្រីរបស់ព្រះរាជទាយាទសរុបចំនួន4ព្រះអង្គបន្ថែមទៀតរួមមានទី1គឺមានឈ្មោះថាជុផាវ័តវិជ្ជរវង្សកើតនៅឆ្នាំ
1979ទី2ឈ្មោះថាវជ្ជរសនវិជ្ជរវង្សកើតនៅឆ្នាំ1981ទី3ឈ្មោះចក្រីវត្តវិជ្ជរវង្សកើតនៅឆ្នាំ1983ទី4ឈ្មោះវិជ្ជរវីវិជ្ជរវង្សកើតនៅឆ្នាំ1985និងទី5ឈ្មោះសិរិវណ្ណវរីនារីរ័ត្នកើតនៅឆ្នាំ1987ដែលគ្រប់គ្នាតែងតែស្គាល់ថាជាព្រះនាងដាម៉ូតហើយបច្ចុប្បន្នមានក្រុមងារពេញថាជាសម្ដេចព្រះចៅលោកធើចៅហ្វាសិរិវណ្ណវរីនារីរ័ត្នរាជកញ្ញាទីបំផុតនៅក្នុងខែកុម្ភៈឆ្នាំ1994ក្រោយពេលដែលព្រះរាជទាយាទមហាវិជ្ជរាលង្កនលែងលះដាច់ស្រេចជាមួយនឹងមហេសីទី1សម្ព័ន្ធស្នេហាជាមួយនឹងនាងសុចារនីដែលលួចលាក់មកជាង15ឆ្នាំត្រូវបានទទួលស្គាល់ជាផ្លូវការដោយមានព្រះរាជពិធីអភិសេកដែលប្រែក្លាយជាជនសាមញ្ញមកជាខ្សែរាជវង្សហើយបានបដូរឈ្មោះមកជាអ្នកមនាងសុចារនីមហិដុលណអយុធយាហើយលើសពីនេះទៅទៀតអ្នកមនាងសុចារនីនេះក៏បានទទួលការតែងតាំងនៅក្នុងជួរទាហានមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯកប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺនៅក្នុងព្រះរាជពិធីអភិសេកនេះมันមានព្រះវត្តមានរបស់ព្រះបាទមហាភូមិបុលអដុលយ៉ាដេតរាមាទី9និងសម្ដេចព្រះវររាជនីនាថសិរិកិត្តិដែលជាព្រះមាតានិងព្រះបិតានោះទេដែលនេះបានបង្ហាញឲ្យឃើញថាទោះបីជាមានបុត្រាបុត្រីដល់ទៅ5នាក់ក៏ដោយក៏សម្ដេចព្រះមាតាមិនសពព្រះរាជហឫទ័យដែរហើយក៏ជាសញ្ញាប្រាប់ថាផ្លូវជីវិតនៅក្នុងឋានៈជាកូនប្រសាររបស់ស្ដេចមិនមែនងាយស្រួលដូចនៅក្នុងរឿងល្ខោននោះទេអ្នកមនាងសុចារនីត្រូវបានព្រះរាជទានព្រះរាជដំណាក់មួយនៅឯខេត្តនន្ទបុរីដោយស្នាក់នៅជាមួយនឹងបុត្រាបុត្រីទាំង5ព្រះអង្គហើយព្រះរាជទាយាទមហាវិជ្ជរាលង្កនយាងតែស្នាក់នៅទីនោះតាមកលៈទេសៈផងដែរនៅក្នុងឆ្នាំ1996នៅក្នុងព្រះរាជពិធីបុណ្យព្រះសពនៃសម្ដេចព្រះមាតារបស់ព្រះបាទមហាភូមិបុលអដុលយ៉ាដេតរាមាទី9នឹងត្រូវជាសម្ដេចយាយរបស់ស្ដេចរាមាទី10បច្ចុប្បន្នអ្នកមនាងសុចារនីបានចេញមុខមាត់ជាសាធារណៈលើកដំបូងដោយមានព្រះបុត្រារបស់នាងគឺជាអ្នកបួសមុខភ្លើងផងដែរប៉ុន្តែព្រះរាជពិធីនេះគឺជាព្រះរាជពិធីចុងក្រោយរបស់អ្នកមនាងសុចារនីនៅក្នុងឋានៈជាព្រះរាជសន្និសាទរបស់ស្ដេចរាមាទី9នៅថ្ងៃទី26ខែមិថុនាឆ្នាំ1996គ្រប់គ្នានៅក្នុងប្រទេសថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងម្ដងទៀតដោយឃើញមានព្រះរាជក្រឹត្យបញ្ចប់ទាំងស្រុងនៅក្រមងារជារាជវង្សឋានន្តរស័ក្តិរបស់អ្នកមនាងសុចារនីទាំងអស់ដោយរួមទាំងព្រះឋានៈរបស់បុត្រាទាំង4របស់អ្នកមនាងផងដែរនាងសុចារនីព្រមទាំងកូនទាំង4ត្រូវបានបង្ខំឲ្យចាកចេញភ្លាមពីប្រទេសថៃដោយឆ្ពោះទៅកាន់ចក្រភពអង់គ្លេសហើយស្នាក់នៅក្នុងផ្ទះមួយភាគខាងជើងនៃទីក្រុងឡុងក្រោយពីមានការបកស្រាយពីសំណាក់ព្រះបរមរាជវាំងមកថាអតីតអ្នកមនាងសុចារនីនេះបានប្រព្រឹត្តទោសកំហុសយ៉ាងធ្ងន់ធ្ងរដោយលួចលាក់សហាយស្មន់ជាមួយនឹងមេទ័ពអាកាសនិងជាមួយនឹងរាជអង្គរៈអាយុ60ឆ្នាំកាលពីពេលនោះដោយមានឈ្មោះថាអានន្ទរតសំខាន់នាងសុចារនីព្រមទាំងកូនប្រុសទាំង4នាក់ត្រូវបានបង្ខំចិត្តផ្លាស់ប្ដូរនាមត្រកូលមកជាវិជ្ជរាវង្សវិញហើយមិនមានសិទ្ធិត្រឡប់ចូលទៅក្នុងប្រទេសថៃវិញនោះទេលើសពីនេះទៅទៀតសំណាក់ព្រះរាជវាំងបានថ្លែងថាយោងតាមព្រះរាជគ្រូបរហិតបានទាយថាបណ្ដារាជបុត្រទាំង4ដែលបានប្រសូតអំពីអ្នកមនាងសុចារនីគឺសុទ្ធតែអាចនាំមកនៅគ្រោះមហន្តរាយមកដល់នគរពិសេសគឺខ្សែរាជវង្សចក្រីតែម្ដងស្ទើរតែគ្រប់គ្នានៅក្នុងប្រទេសថៃបានដឹងរឿងរ៉ាវនេះតែមិនអាចនិយាយបានថាវាមិនមែនជាការពិតហើយត្រូវបានបង្កើតឡើងដោយអ្នកមានអំណាចនៅក្នុងរាជវាំងម្នាក់ដើម្បីធ្វើយ៉ាងម៉េចកញ្ចាប់អ្នកមនាងសុចារនីឲ្យចាក់ចេញពីខ្សែរាជវង្សហើយម្នាក់នោះក៏យើងអាចសន្និដ្ឋានបានដឹងរួចជាស្រេចផងដែរហើយយើងអាចពិចារណាបានថាហេតុអ្វីបានជាគេគាស់រឿងអ្នកមនាងសុចារនីនេះនៅក្នុងពេលដែលព្រះរាជពិធីបុណ្យព្រះសពនៃសម្ដេចព្រះវររាជនីនាថសិរិកិត្តិដែលជាព្រះមាតារបស់ស្ដេចវិជ្ជរាលង្កនរាមាទី10ហើយខ្ញុំក៏បានដឹងឮព័ត៌មានពីមនុស្សដែលនៅក្នុងសង្គមថៃផងដែរពាក់ព័ន្ធនឹងរឿងអ្នកមនាងសុចារនីនេះនិងកូនប្រុសទាំង4នាក់ផងដែរដោយការនោះគេបានប្រាប់ខ្ញុំត្រឹមតែរឿងរ៉ាវរបស់កូនប្រុស4នាក់មិនបាននិយាយពាក់ព័ន្ធនឹងអ្នកមនាងសុចារនីនោះទេដោយគេបាននិយាយថា
ព្រះបុត្រាទាំង4នាក់របស់ស្ដេចរាមាទី10ដែលត្រូវបានដកព្រះឋានៈជារាជវង្សនិងបានបណ្ដេញមិនឲ្យរស់នៅប្រទេសថៃនោះគឺជាផែនការរបស់សម្ដេចព្រះវររាជនីនាថសិរិគិតដែលលោកមានផែនការរៀបចំឲ្យកូនប្រុសទាំង4នាក់នេះចាក់ចេញពីប្រទេសថៃនិងដកឋានៈជារាជវង្សទាំងស្រុងបើទោះបីនាងសុចារនីព្រមទាំងកូនរស់នៅប្រទេសអង់គ្លេសក៏ដោយនាងក៏នៅតែទទួលបានការឧបត្ថម្ភដោយលាក់បាំងបំផុតពីសំណាក់ព្រះរាជទាយាទមហាវិជ្ជរាលង្កនព្រោះថាសម្រាប់ព្រះអង្គរូបនាងគឺជាស្នេហាដំបូងនិងពិតប្រាកដមួយរបស់ទ្រង់នៅប្រមាណនៅក្នុងខែកក្កដាឆ្នាំ1996ដដែលនោះព្រះរាជទាយាទមហាវិជ្ជរាលង្កនក៏បានហោះទៅទីក្រុងឡុងដើម្បីទៅយកកូនស្រីពៅត្រឡប់មករាជធានីបាងកកវិញនោះគឺសម្ដេចព្រះចៅលោកធឺចៅហ្វាសិរិវណ្ណវរីនារីរ័ត្នរាជកញ្ញាដែលយើងតែងតែហៅថាព្រះនាងដើមម៉ូតក្រោយមកទៀតអតីតអ្នកនាងសុចារនីព្រមទាំងបុត្រ4នាក់បានចាក់ចេញពីចក្រភពអង់គ្លេសទៅរស់នៅសហរដ្ឋអាមេរិករហូតមកដល់រយៈពេលប្រមាណឆ្នាំចុងក្រោយនេះទើបខ្ញុំបានឃើញវត្តមានកូនប្រុសទាំង4នាក់របស់ស្ដេចរាមាទី10មានវត្តមានជាន់នៅលើដីថៃឡើងវិញប៉ុន្តែស្ថិតនៅក្នុងឋានៈជារាជសាមញ្ញ